នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិមានរឿងរ៉ាវខ្លះត្រូវបានគេសរសេរទុកដោយមោទនភាពប៉ុន្តែក៏មានរឿងរ៉ាវខ្លះទៀតដែលត្រូវបានគេព្យាយាមបំបត្តិដានលុបបំបាត់ផុសតាងនិងដុតកំទេចចោលដើម្បីកុំឲ្យពិភពលោកបានដឹង Ghost of the Congo ឬវិញ្ញាណវិលវល់នៅ Congo មិនមែនគ្រាន់តែជាចំណងជើងសៀវភៅឬក៏ខ្សែភាពយន្តនោះទេប៉ុន្តែវាគឺជាសម្រែកនៃវិញ្ញាណក្ខន្ធមនុស្សជិត10លាននាក់ដែលបានស្លាប់ក្នុងឋាននរកពណ៌សក្រោមការបញ្ជារបស់បុរសតែម្នាក់បុរសដែលពិភពលោកចាត់ទុកនិងធ្លាប់ស្គាល់ថាជាស្ដេចនៃបុណ្យប៉ុន្តែធាតុពិតគឺជាបិសាចដែលគ្មានឈាមតើមានរឿងអ្វីឲ្យពិតប្រាកដនៅ Congo ហេតុអ្វីបានជាដៃមនុស្សរាប់ម៉ឺនត្រូវបានកាត់យកមកធ្វើជាគ្រឿងតុបតែងថ្ងៃនេះយើងនឹងលាតត្រដាងការពិតដ៏ខ្មៅងងឹតបំផុតដែលត្រូវបានគេលាក់ទុកជាង1សតវត្សរ៍យើងត្រឡប់ទៅកាន់ឆ្នាំ1845នៅឯទីក្រុងបែក្លាំងប្រទេសអាល្លឺម៉ង់មហាអំណាចអឺរ៉ុបបានអង្គុយជុំគ្នាដើម្បីបែងចែកទ្វីបអាហ្វ្រិកក្នុងចំណោមនោះស្ដេច Leopold ទី2នៃប្រទេស Belgium បានប្រើកលល្បិចការទូតដ៏ប៉ិនប្រសប់របស់គាត់លោកបានប្រកាសប្រាប់ពិភពលោកថាលោកចង់បានដែនដី Congo មិនមែនដើម្បីអំណាចរបស់គាត់នោះទេក៏ប៉ុន្តែដើម្បីសប្បុរសធម៌លោកបានសន្យាថាលោកនឹងបំបត្តិពាណិជ្ជកម្មទេសភាពនាំយកនៅសាសនាគ្រិស្តនិងវិទ្យាសាស្ត្រទៅជួយជនជាតិអាហ្វ្រិកដោយសារតែពាក្យសម្ដីដ៏ផ្អែមល្ហែមនេះហើយមហាអំណាចពិភពលោកបានយល់ព្រមប្រគល់ដីទំហំជាង2លានគីឡូម៉ែត្រការ៉េឲ្យទៅជាកម្មសិទ្ធិឯកជនរបស់លោកក្រោមឈ្មោះថា Congo Free State ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ស្មានមិនត្រូវនៅពេលដែលស្ដេចរូបនេះទទួលបានដែនដីមួយនេះជាពេលដែលដែនដីមួយនេះត្រូវបានបិទជិតហើយវាក៏បានคล้ายទៅជាគុកដ៏ងងឹតធំបំផុតនៅលើភពផែនដីការពិតនោះ Leopold មិនដែលជន់ដី Congo សូម្បីតែមួយដងប៉ុន្តែលោកបានបញ្ជាឲ្យបឺតយកឈាមពលរដ្ឋដែលនៅទីនោះចកៅស៊ូដើម្បីយកទៅសាងសង់វិមានដ៏ធំស្កឹមស្កៃនៅអឺរ៉ុបនៅចុងទសវត្សរ៍ទី19កងឡានត្រូវបានបង្កើតឡើងតម្រូវការកៅស៊ូនៅលើពិភពលោកបានហក់ឡើងដល់ចំណុចកំពូលខុងហ្គោលគឺជាប្រភពកៅស៊ូព្រៃដ៏ធំបំផុតស្ដេច Leopold បានបង្កើតកងទ័ពស៊ីឈ្នួលដើម្បីបង្ខំឲ្យអ្នកស្រុកឲ្យរកចូលកៅស៊ូហើយវិធីសាស្ត្ររបស់ពួកគេគឺខូខើហួសពីការស្មានទាហានទាំងនោះនឹងចូលទៅក្នុងភូមិចាប់បង្ខាំងស្ត្រីនិងកុមារដាក់ក្នុងទ្រុងរួចបង្ខំឲ្យបុរសចូលទៅក្នុងព្រៃជ្រៅដើម្បីស្វែងរកជ័រកៅស៊ូក្នុងការរកជ័រកៅស៊ូនេះបើសិនជាពួកគេវិលត្រឡប់មកវិញជាមួយនឹងជ័រកៅស៊ូដែលមិនគ្រប់ទៅតាមការកំណត់នោះទេអ្វីដែលពួកគេនឹងទទួលបានគឺទណ្ឌកម្មហើយទណ្ឌកម្មនោះគឺជាសេចក្តីស្លាប់នៅក្នុងសម័យនោះការមិនប្រើប្រាស់កាំភ្លើងខ្ជិះខ្ជាយគឺជាច្បាប់មួយដែលកងកម្លាំងត្រូវតែអនុវត្តហើយដើម្បីបញ្ជាក់ថាក្របកាំភ្លើងដែលប្រើទៅមិនខ្ជិះខ្ជាយតាមច្បាប់នោះទាហានត្រូវបានបង្ខំឲ្យកាត់ប្រអប់ដៃស្ដាំរបស់ជនរងគ្រោះយកមកបង្ហាញមេបញ្ជាការបន្ថែមពីនេះរាល់ការដែលទាហានបាញ់កាំភ្លើងខុសឬក៏ចង់សន្សំគ្រាប់ដើម្បីបរបាញ់សត្វពួកគេបានទៅកាត់ដៃកុមារនិងមនុស្សមួយចំនួនទៀតទាំងរស់ដើម្បីយកទៅបង្គ្រប់ចំនួនគ្រាប់កាំភ្លើងរូបភាពកន្ត្រកដែលពោពេញទៅដោយប្រអប់ដៃត្រូវបានគេដឹកតាមទូយកទៅឲ្យមេបញ្ជាការនៅ Belgium នេះមិនមែនជារឿងប្រឌិតទេវាគឺជារូបិយប័ណ្ណឈាមដែលប្រើប្រាស់សម្រាប់ដោះដូរជីវិតនៅក្នុង Congo នៅក្នុងវិញ្ញាណក្ខន្ធរាប់លាននាក់គ្មានអ្នកណាម្នាក់អាចយំស្រែកឲ្យពិភពលោកឮឡើយរហូតដល់ឆ្នាំ1904រូបថតមួយសន្លឹកត្រូវបានលេចចេញមកវាជារូបរបស់បុរសម្នាក់ឈ្មោះថាអិនសាឡាគាត់អង្គុយមើលប្រអប់ដៃនិងប្រអប់ជើងរបស់កូនស្រីរបស់គាត់
អាយុ5ឆ្នាំដែលទើបតែត្រូវបានទាហានកាប់សម្លាប់កៅភ្នែករបស់គាត់ពោពេញទៅដោយភាពអស់សង្ឃឹមនិងការឈឺចាប់ដែលមិនអាចពិពណ៌នានឹងសម្ដីបាននោះទេសូមស្រមៃមើលទៅដល់ជីវិតរបស់កុមារីម្នាក់ឈ្មោះថាបូលីដែលនាងទើបតែមានអាយុ5ឆ្នាំប៉ុណ្ណោះនៅក្នុងភូមិដាច់ស្រយាលមួយក្បែរទន្លេលូឡុងកាជីវិតរបស់នាងគួរតែពោពេញទៅដោយការរត់លេងសំណើចមិនដឹងអីដឹងតែសប្បាយមកដល់ព្រឹកមួយទាហានស៊ីឈ្នួលបានសម្រុកចូលមកក្នុងភូមិរបស់នាងឪពុករបស់នាងលោកអិនសាឡាត្រូវបានគេបង្ខំឲ្យចូលទៅក្នុងព្រៃបាត់ទៅដោយសារតែភូមិនោះរោគជ័រកៅស៊ូមិនគ្រប់តាមការកំណត់ទាហានបានឆក់យកបូលីចេញពីដើមទ្រូងម្ដាយរបស់នាងដោយគ្មានការយោគយល់គ្មានសេចក្តីសន្តោសមេត្តាសោះឡើយពួកគេបានសម្លាប់នាងរួចកាត់យកអវយវៈដៃជើងដ៏តូចតូចទន់ទន់រលោងគួរឲ្យស្រឡាញ់របស់នាងមកដាក់ក្នុងកន្ត្រកដើម្បីយកទៅបង្គ្រប់ចំនួនពន្ធឈាមនៅពេលដែលរូបភាពនោះត្រូវបានបង្ហាញមនុស្សរាប់លាននាក់នៅទីក្រុងឡុងក៏ដូចជានៅញូវយ៉កបាននាំគ្នាដើរក្បួនបាតកម្មបង្ខំឲ្យស្ដេចលីអូផូលបញ្ឈប់នៅសកម្មភាពនេះប៉ុន្តែលីអូផូលមិនមែនជាមនុស្សដែលចោះចាញ់ងាយៗនោះទេនៅពេលដែលលោកដឹងថាខ្លួនឯងត្រូវអស់អំណាចលោកបានបញ្ជាឲ្យដុតរោងចក្រឯកសារនិងភស្តុតាងទាំងអស់នៅខុងហ្គោលោកបាននិយាយថាខ្ញុំនឹងប្រគល់ខុងហ្គោឲ្យទៅគេវិញប៉ុន្តែពួកគេនឹងមិនដឹងពីអ្វីដែលខ្ញុំបានធ្វើឡើយសាកសពរាប់លានអ្នកត្រូវបានគាប់នៅក្នុងព្រៃជ្រៅវិញ្ញាណក្ខន្ធជាច្រើនមិនត្រូវបានគេស្គាល់ឈ្មោះនេះហើយជា Ghost of Congo ក្រៅពីនេះក៏មានរឿងដែលគួរឲ្យសង្វេគផងដែរគឺអូតាបេងកាដែលបង្ហាញពីការមើលងាយពូជសាសន៍យ៉ាងធ្ងន់ធ្ងរដែលកើតចេញពីសម័យកាលនោះដែលអូតាបេងកាគឺជាបុរសជនជាតិដើមម្នាក់ដែលត្រូវបានទាហានចាប់ខ្លួនបន្ទាប់ពីគ្រួសាររបស់គាត់ត្រូវបានសម្លាប់រង្គាលហើយបន្ទាប់ពីគ្រួសាររបស់គាត់ត្រូវបានសម្លាប់រង្គាលគាត់ក៏ត្រូវបានគេទិញក្នុងតម្លៃអំបិលមួយបាវនិងក្រណាត់មួយដុំគេបានដឹកគាត់តាមកប៉ាល់ឆ្លងកាត់មហាសមុទ្រអាត្លង់តិកទៅកាន់សហរដ្ឋអាមេរិកនៅទីនោះគេមិនបានទុកគាត់ជាមនុស្សឡើយនៅក្នុងសួនសត្វ Bronx នៅទីក្រុងញូវយ៉កមនុស្សរាប់ពាន់នាក់បានមកឈរមើលនិងសើចចំអកឲ្យគាត់ខណៈដែលគាត់ត្រូវបានគេបង្ខាំងឲ្យនៅក្នុងទ្រុងជាមួយនឹងសត្វស្វាគេបានឲ្យគាត់កាន់ធ្នូនិងពាក់អាវរហែកដើម្បីបង្ហាញថាគាត់គឺជាសត្វព្រៃទោះបីជាក្រោយមកគាត់ត្រូវបានគេដោះលែងដោយសារតែមហាជនទាមទារដោះលែងក៏ដោយប៉ុន្តែបេះដូងរបស់គាត់បានស្លាប់បាត់ទៅហើយដោយសារតែមិនអាចស៊ូទ្រាំនឹងការឈឺចាប់និងការនឹករលឹកផ្ទះក៏ដូចជាក្រុមគ្រួសារដែលត្រូវបំផ្លាញអូតាបេងកាក៏បានប្រើប្រាស់កាំភ្លើងបាញ់ចំបេះដូងរបស់ខ្លួនឯងដើម្បីស្វែងរកសេរីភាពដែលត្រូវបានគេលួចយកទៅស្វែមប៊ីគឺជាបុរសម្នាក់ដែលធ្លាប់មានកម្លាំងមាំមួនភារកិច្ចរបស់គាត់គឺត្រូវឡើងលើដើមកៅស៊ូដែលខ្ពស់ជាងគេដើម្បីយកជ័រមានថ្ងៃមួយជ័រកៅស៊ូដែលគាត់រកបានមានភាពរឹងពេកមិនអាចយកទៅប្រើប្រាស់ការបានល្អនោះទេមេបញ្ជាការ Belgic បានបញ្ជាឲ្យទាហាន2នាក់ចាប់គាត់សង្កត់ទៅលើដីបន្ទាប់មកគេប្រើរំពាត់ Chico Tero ដែលធ្វើពីស្បែកសត្វដំរីហាលស្ងួតកាត់ជាជ្រុងមុតស្រួចវាយទៅលើខ្នងរបស់គាត់រាល់ដងដែលរំពាត់ប៉ះទៅនឹងសាច់របស់គាត់វានឹងហែកស្បែកចេញជាបន្ទះស្វាំបេបានសន្លប់បាត់បង់ស្មារតីក្រោយការវាយជាលើកទី20ប៉ុន្តែការសន្លប់នោះមិនបានបញ្ឈប់ទាហានឲ្យឈប់ធ្វើទារុណកម្មឡើយហើយក៏បានវាយរហូតដល់គ្រប់100រំពាត់បើទោះបីជាត្រូវរងរំពាត់100រំពាត់ក៏ដោយគាត់នៅតែអាចរស់រានមានជីវិតប៉ុន្តែខ្នងរបស់គាត់ពោពេញទៅដោយស្លាកស្នាមដែលមិនអាចលុបលាងបានគាត់បាននិយាយថាយើងលែងខ្លាចស្លាប់ហើយព្រោះយើងកំពុងរស់នៅក្នុងសេចក្តីស្លាប់ស្រាប់ទៅហើយរឿងដែលសោកសៅជាងនេះទៅទៀតនោះគឺការដុតភូមិទាំងអស់ដែលជារឿងរ៉ាវជារួម
ដែលកើតឡើងស្ទើរតែគ្រប់ភូមិក្នុងតំបន់អាងទន្លេខុងហ្គោដែលនៅពេលដែលកងទ័ពស៊ីឈ្នួលចូលទៅដល់ភូមិណាមួយគេនឹងចាប់បង្ខំឲ្យអ្នកភូមិច្រៀងសរសើរដំកើងស្ដេចលីអូផូលបន្ទាប់មកគេនឹងបំបែកបុរសឲ្យចូលទៅក្នុងព្រៃដើម្បីរកកៅស៊ូបើរកកៅស៊ូបានមកមិនល្អឬមានលាយដីខ្សាច់គេនឹងបង្ខំឲ្យអ្នកភូមិនោះបរិភោគកៅស៊ូទាំងនោះចូលទៅក្នុងពោះបើភូមិណាមួយមានការតវ៉ាទាហាននឹងដុតផ្ទះទាំងអស់នៅក្នុងភូមិខណៈដែលមនុស្សគឺកំពុងតែនៅក្នុងនោះរហូតមកដល់ពេលនេះស្នាមរបួសរបស់ខុងហ្គោនៅតែមិនទាន់ជាសះស្បើយនៅឡើយនោះទេរឿងរ៉ាវនៃ Go South ទៅ Congo បង្រៀនយើងថាមហិច្ឆតារបស់មនុស្សដែលគ្មានព្រំដែនអាចប្រែក្លាយមនុស្សឲ្យទៅជាបិសាចបានប្រវត្តិសាស្ត្រអាចនឹងត្រូវបានដុតបំផ្លាញប៉ុន្តែការពិតមិនអាចលាក់បាំងបានឡើយការដឹងពីអតីតកាលគឺជាការការពារកុំឲ្យមាននៅសោកនាដកម្មបែបនេះកើតឡើងម្ដងទៀតចំពោះមនុស្សជាតិសូមអរគុណសម្រាប់ការតាមដានវីដេអូនេះបើអ្នកយល់ថារឿងរ៉ាវនេះមានតម្លៃសូមចុច like និង share ឲ្យពិភពលោកមិនភ្លេចនៅវិញ្ញាណក្ខន្ធដែលបាត់បង់នៅក្នុងខុងហ្គោចុះអ្នកវិញតើយល់យ៉ាងណាដែរចំពោះទង្វើរបស់ស្ដេច Leopold បញ្ចេញមតិខាងក្រោមនេះជួបគ្នានៅវីដេអូក្រោយ